រយៈពេល4ខែមុនបាក់ឌុបគឺជាពេលវេលាមួយដែលមិនវែងពេកហើយក៏មិនខ្លីពេកសម្រាប់អ្នកទាំងអស់គ្នាដែរហើយអ្នកនាងសួរថាបងរយៈពេល4ខែហ្នឹងប៉ះសិនបើខ្ញុំចង់បាននិទេសអេតែខ្ញុំអាចយកបានអត់ចម្លើយខ្ញុំមិនអាចឆ្លើយទៅកាន់អ្នកទាំងអស់គ្នាថាប្រកាសជាយកបាន100%ទេវាអាស្រ័យទៅតាមសមត្ថភាពរបស់បងប្អូនម្នាក់ៗបើសិនបើបងប្អូនអរគ្នាបានត្រៀមខ្លួនរួចរាល់ខ្លះហើយមានមូលដ្ឋានគ្រឹះខ្លះហើយនឹងឱកាសនៃការទទួលបាននិទេសអេហ្នឹងគឺវាមានអត្ថប្រយោជន៍ខ្ពស់ប៉ុន្តែបើសិនបើអ្នកទាំងអស់គ្នានៅតែតោនៅហេហាឡើយទេចឹងអត្ថប្រយោជន៍នៃការទទួលបាននិទេសល្អហ្នឹងក៏វាទៅតាមនឹងដែរអញ្ចឹងវាអាស្រ័យទៅតាមសមត្ថភាពរបស់បងប្អូនម្នាក់ៗរៀងៗខ្លួនបងអាចទៅអាកាត់ថាអូត្រូវតែពាក់រយៈពេល4ខែហ្នឹងត្រូវតែអ្នកទាំងអស់គ្នាអាចបាននិទេសអីគឺបងអត់ហ៊ានទេវាអាស្រ័យទៅតាមសមត្ថភាពរបស់គ្នាហើយនៅក្នុងវីដេអូនេះបងចង់ចែករំលែកទាក់ទងជាមួយនឹងការត្រៀមខ្លួនរយៈពេល4ខែមុនបាក់ឌុបតើអ្នកគ្នាត្រូវត្រៀមខ្លួនបែបណាខ្លះអញ្ចឹងនៅក្នុងវីដេអូនេះបងសូមនិយាយពីផ្នែកលំហាត់ជាមុនសិនការត្រៀមខ្លួនបែបម៉េចទី1អ្នកនរគ្នាត្រូវតែធ្វើនោះគឺអ្នកនរគ្នាត្រូវតែស្រង់ទៅលើរូបមន្តក៏ដូចជាសំណួរដាក់ដោយឡែកសិនហេតុអីបានអ្នកគ្នាត្រូវស្រវឹងទៅក្នុងអីតកតងលំហាត់សិស្សតកតងអីជាមួយនឹងសំណួរដែរបងអ្នកគ្នាដឹងស្រាប់ហើយដូចជាមុខវិជ្ជាគីមីមុខវិជ្ជារូបអីវិញគឺចេញមានសំណួររាល់ឆ្នាំមកចឹងអ្នកគ្នាត្រូវតែស្រង់ដែលអស់មកទៅតាមមេរៀនផ្នែកនីមួយៗជាពិសេសគឺដែលធ្លាប់ចេញប្រឡងបាក់ឌុបមកគឺអ្នកគ្នាស្រង់ដាក់មកផ្នែកទៅតាមមេរៀនមុខវិជ្ជាមួយមកទាំងរូបមន្តក៏ដូចគ្នាដែររូបមន្តគណិតមានអីខ្លះអ្នកនរគ្នាដាក់មកផ្នែកមករូបមន្តរូបតាំងពីដើមដល់ឥឡូវនេះមានអីខ្លះអ្នកគ្នាដាក់មកឡែកមកកុំលប៉ាត់លប៉ាយរត់រាយនេះគឺជាអ្វីដែលអ្នកគ្នាត្រូវតែធ្វើជាចម្បងចំណុចទី2ដែលអ្នកនរគ្នាត្រូវតែអនុវត្តនោះគឺអ្នកនរគ្នាត្រូវតែទៅធ្វើលំហាត់ដែលធ្លាប់ចេញពីវិញ្ញាសាបាក់ឌុបចាស់ចឹងមកដល់ពេលនេះអ្នកនរគ្នារៀនដល់មេរៀនណាហើយគឺអ្នកនរគ្នាទៅធ្វើលំហាត់វិញ្ញាសាចាស់ដែលធ្លាប់ចេញណាមេរៀនអ្នកនរគ្នារៀនហើយតែចេញនៅក្នុងវិញ្ញាសាចាស់បាក់ឌុបឆ្នាំមុនអីចឹងអ្នកនរគ្នាយកមកតេស្តសមត្ថភាពខ្លួនឯងមើលតើមេរៀនដែលអ្នកនរគ្នាទទួលបានហ្នឹងអាចតេស្តសមត្ថភាពអាចវាយបំបែកវិញ្ញាសាមុនហ្នឹងកើតអត់ហើយមានអីត្រូវពេញបន្ថែមបន្តទៀតចំណុចទី3គឺអ្នកទាំងអស់គ្នាត្រូវតែធ្វើការស្វ័យសិក្សាឲ្យខ្លួនឯងបានច្រើនខ្លាំងមែនទែនសម្រាប់មុខវិជ្ជាលំហាត់គឺសំខាន់ខ្លាំងគឺលំហាត់ទាំងឯងចឹងអ្នកទាំងអស់គ្នាត្រូវចាយពេលវេលាច្រើននៅការធ្វើលំហាត់ឲ្យបានច្រើនបំផុតទៅតាមអីដែលអ្នកទាំងអស់គ្នាអាចធ្វើបានជាពិសេសលំហាត់ដែលលោកគ្រូអ្នកគ្រូគាត់ដាក់ឲ្យលំហាត់ដែលអ្នកទាំងអស់គ្នាទទួលបានពីការរៀនគួរថ្នាក់បំពន់អីផ្សេងៗហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវតែអនុវត្តឲ្យបានល្អហើយនឹងការស្រាវជ្រាវបន្ថែមទៀតហើយសម្រាប់មុខវិជ្ជាលំហាត់មួយដូចខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាម្ដងហើយម្ដងទៀតចឹងគឺទាមទារឲ្យអ្នកទាំងអស់គ្នាត្រូវតែមានសភៅនៅក្នុងការអនុវត្តលំហាត់ទៅលើមុខវិជ្ជាមួយហ្នឹងអញ្ចឹងឧទាហរណ៍ថាមេរៀនគណិតចឹងអ្នកទាំងអស់គ្នា limit មួយក្បាលមកអនុគមមួយក្បាលមក derivation មួយក្បាលមកអញ្ចឹងអ្នកគ្នាត្រូវទៅទិញជ្រុំទាំងអស់ហ្នឹងឡើងវិញអញ្ចឹងនៅពេលអ្នកគ្នាតេស្តទៅលើវិញ្ញាសាបាក់ឌុបហើយអ្នកគ្នាឧទាហរណ៍តេស្តទៅអូលេងខ្សោយទៅលើderivation អញ្ចឹងអ្នកគ្នាបកមកបំពន់ទៅលើមុខវិជ្ជា derivation ហ្នឹងវិញអញ្ចឹងអីដែលសំខាន់បំផុតគឺកត្តាស្វ័យសិក្សាខ្លួនឯងហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងអ្នកទាំងអស់គ្នាស្វ័យសិក្សាបានកាន់តែច្រើនកាន់តែល្អអ្នកទាំងអស់គ្នានឹងចេះលំហាត់កាន់តែច្រើនជួបលំហាត់កាន់តែច្រើនអ្នកទាំងអស់គ្នាក៏មានទំនុកចិត្តកាន់តែខ្ពស់ផងដែរចំណុចទី4ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នារៀនធ្វើលំហាត់ឬក៏អីអ្នកទាំងអស់គ្នាសូមដំបូងត្រូវដឹងពីរបៀបសរសេរលំហាត់នីមួយៗជាមុនសិនថាសរសេរដំបូងត្រូវបើកក្បាលបែបម៉េចហើយរបៀបសរសេរបែបម៉េចដើម្បីទទួលបានពិន្ទុច្រើនអ្នកទាំងអស់គ្នាទម្លាប់ពីឥឡូវទៅហើយល្បឿននៃការសរសេរល្បឿននៃការកណនាលេខក៏ដូចគ្នាដែរត្រូវតែរហ័សរហួនកុំសបសពន់កុំប្រើកាសយអ្នកទាំងអស់គ្នាត្រូវតែរៀនគិតដោយខ្លួនឯងដោយប្រើខួរក្បាលកុំឲ្យខួរក្បាលវាស្ពឹកពេកត្រូវតែមានហើយត្រូវតែប្រើប្រាស់វាកាលណាអ្នកគ្នាងាកកាសចូលប្រើម៉ាស៊ីនគិតលេខចាអ្នកគ្នាលែងពេលប្រឡងមែនតែនទៅគឺពិបាកឲ្យចឹងត្រូវប្រស្វំខ្លួនពីឥឡូវហើយលេខមុំអីឬក៏ដែលយើងអាចគិតបានណាយើងគិតគុណបោកដកគុណចែកខ្លួនឯងទៅកុំកាសចូលច្រើនពេកព្រោះនៅពេលដែលអ្នកគ្នាប្រឡងគេឲ្យយកកាសចូលទេចឹងក្នុងករណីដែលលេខពិសេសអីដែលលោកគ្រូអ្នកគ្រូក៏ឲ្យប្រើអីចាំប្រើមិនតែបើថាធ្វើមុំអីអ្នកគ្នាកុំទម្លាប់ប្រើវាព្រោះអ្នកគ្នាប្រស្វំពីឥឡូវទៅវាងាយស្រួលនៅក្នុងដែលអ្នកទាំងអស់គ្នាស្វំទាំងអស់ហ្នឹងហើយពេលទៅប្រឡងបាក់ឌុបគឺអ្នកទាំងអស់គ្នានឹងមានភាពងាយស្រួលចឹងសម្រាប់មុខវិជ្ជាលំហាត់អីដែល4ចំណុចនេះអ្នកគ្នាត្រូវតែត្រៀមឲ្យបានល្អទាំងការសរសេរទាំងការស្វ័យសិក្សាខ្លួនឯងបន្ថែមអីលំហាត់លោកគ្រូអ្នកគ្រូដាក់ឲ្យគឺត្រូវតែយកចិត្តទុកដាក់ឲ្យសម្រាប់អ្នកទាំងអស់គ្នាថាអត់ដឹងថារកសភៅរៀនពីកន្លែងណាស្វ័យសិក្សាកន្លែងណាអ្នកទាំងអស់គ្នាអាចទៅថាទៅ Page Mathim KH បានដែលគ្រូ Mathim KH គាត់មានលក់សភៅជាច្រើនទៅតាមមុខវិជ្ជានីមួយៗមិនថាគណិតរូបគីមីជីវៈផែនដីស្អីទេគឺមានទាំងអស់មានជាសេតនីតិ A នីតិ B មានមួយសេតទាំងថ្នាក់វិទ្យាសាស្ត្រពិតទាំងថ្នាក់វិទ្យាសាស្ត្រសង្គមហើយមិនត្រឹមតែមានសម្រាប់បងប្អូនទី12ទេទាំងបងប្អូនឌីប្លូមទី10ទី11អីគឺមានទាំងអស់ចឹងសម្រាប់ព័ត៌មានលម្អិតអ្នកទាំងអស់គ្នាអាចឆាតទៅ Page Mathim KH បានដើម្បីសួរព័ត៌មានគាត់បន្ថែមបាន